Cha xong chuẩn bị xuống sau đây con tồn đóគ្នានៅក្នុងវីដេអូនេះយើងនឹងមកជួបគ្នាជាមួយនឹងវិញ្ញាសាលេខ9ចាអញ្ចឹងបងប្អូនគ្នាអាច screenshot ថតវិញ្ញាសានេះទុកទៅវិញ្ញាសានេះលោកគ្រូបានដាក់ឲ្យពួកយើងធ្វើនៅក្នុងថ្នាក់ហើយលោកគ្រូក៏បានកែឲ្យដែរចឹងលោកគ្រូនឹងមកកែនៅចំណុចលំហាត់មួយចំនួនដែលបងប្អូនភាគច្រើនធ្វើអត់ទាន់បានត្រឹមត្រូវណាចឹងដោយលំហាត់ limit នេះគឺទី1 A B ហ្នឹងបងប្អូនអាចធ្វើបានតែដល់ពេល C ហ្នឹងគឺអត់ទាន់មានអ្នកគេអាចធ្វើលំហាត់នឹងបានទេអញ្ចឹងលោកគ្រូកែឲ្យមើលចឹងយើងមាន limit x ទៅ0នៃគូ x ដកគូការ៉េ 4x លើ x ការ៉េអញ្ចឹងកន្លែងនេះយើងដឹងថាមុននឹងយើងកណនី limit គឺបងប្អូនត្រូវចំនួនលេខចូលអញ្ចឹងលោកគ្រូសាកចំនួនលេខចូលកន្លែងហ្នឹងទៅវាទៅជាគូ0គឺស្មើនឹង1ដកជាមួយនឹងគូការ៉េនៃ4គុណនឹង0គឺបានគូ0អញ្ចឹងគូ0 1ការ៉េក៏នៅតែ1ដែរចែកជាមួយនឹងអានេះ0ការ៉េគឺស្មើនឹង0អញ្ចឹងយើងសង្កេតឃើញថា1ដក0ស្មើនឹង0ចឹងភាគបែករបស់យើងគឺ0ដែរអញ្ចឹងមានន័យថាលំហាត់ limit របស់យើងហ្នឹងគឺរៀងមិនកំណត់0លើ0ណាចឹងយើងដាក់មករៀង0លើ0ប៉ុន្តែដោយសារតែវាគឺជាអនុគមត្រីកោណមាត្រចឹងកាលណាអនុគមត្រីកោណមាត្រហើយវាជាអនុគមខុសទៀតចឹងបងប្អូនត្រូវនឹកឃើញដល់រូបមន្តមួយគឺយើងមាន limit ចាគឺយើងមាន limit x ខិតទៅ0នៃ1ដកគូ x លើ x ការ៉េស្មើនឹង1លើ2ហើយមួយទៀតគឺ limit x ខិតទៅ0នៃ sin ax លើ x គឺស្មើ a នៅពេលដែលទាំងអស់គ្នាបន្ថែមតួ a ទៅ sin ax លើ ax ស្មើ1ចឹងតួ a ដែលយើងបានបន្ថែមគឺស្មើនឹង a ចាអញ្ចឹងកន្លែងនេះយើងមាន limit កូសអញ្ចឹងយើងដឹងថាតម្លៃកូសគឺយើងត្រូវការជាមួយនឹងដក1នេះអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះបានទី1គឺអ្នកគ្រូបន្ថែមបូក1ដក1ណាអញ្ចឹងយើងអាចសរសេរបានបែបនេះគឺយើងបានកូស x អ្នកគ្រូអធិស្ឋានផងថាវាការសរសេររបស់គ្រូអត់បានស្អាតទេដោយសារគ្រូសរសេរនឹងកុំព្យូទ័រចាអូខេចឹងយើងបានកូស x ដក1បូកជាមួយនឹង1ព្រោះយើងបន្ថែមវាដើម្បីកុំឲ្យវាលើសនឹងអនុគមដើមរបស់យើងហើយនេះកូសការ៉េ 4x នេះគឺទាំងអស់គ្នាទម្លាក់វាមកវិញមកចាចែកជាមួយនឹង x ការ៉េចាពេលយើងអាចសេបានស្មើតទៅទៀតគឺស្មើជាមួយនឹង limit x ខិតទៅ0ចឹងកន្លែងនេះយើងអត់មានគោ x ដក1ទេគឺយើងមានតែ1ដកគោ x ចឹងគឺចាប់ទាញដកជាកតាមកចឹងវាទៅជា1ដកជាមួយនឹងគោ x បូកជាមួយនឹងអាក្រោយយើងចូលរូបមន្ត1ដកគូការ៉េ 4x គឺស្មើនឹង sin ការ៉េ 4x ណាតែយើងទាញតាមរូបមន្ត sin ការ៉េបូកគូការ៉េស្មើ1ណាចាចឹងអានេះគឺ sin ការ៉េ 4x ហើយយើងចែកជាមួយនឹង x ការ៉េបន្ទាប់មកទាំងអស់គ្នាធ្វើការបដិជាបាយវាមកជានេះគ្រូអាចសេស្មើនឹង limit ចា limit x ហិតទៅ0អានេះធ្វើទៅវាចូលរូបមន្តតែទាំងអស់គ្នាកុំតន់ជួសព្រោះកាលណាយើងជួសតម្លៃរូបមន្តចូលគឺចង់យើងជួសទាំងអស់តែម្ដងណាកុំឲ្យជួសអាមុខទៅអាក្រោយអញ្ចឹងនេះ1ដកពុក x យើងផ្ដាច់ពីបែកវាមកគឺយើងចែកវានឹង x ការ៉េបូកជាមួយនឹងអាក្រោយនេះ sin ការ៉េ 4x លើ x ការ៉េអញ្ចឹងគឺអាចសរសេរបាន sin នៃ 4x ចែកជាមួយនឹង x លើកវាជាការ៉េដោយសារនេះគឺអាចសរសេរចឹងបានដោយសារតែយើងមានស្វ័យគុណ2ដូចគ្នាណាអូខេអញ្ចឹងយើងចាប់ផ្ដើមជំនួសរូបមន្តតម្លៃរូបមន្តចូលតែម្ដង1ដក x លើ x ការ៉េនេះរូបមន្តយើងគឺស្មើ1លើ2អញ្ចឹងប៉ះសញ្ញាដកទៅវាទៅជាដក1លើ2បូកជាមួយនឹងខាងក្រោយគឺយើងមានកូ sin សំដៅ sin 4x លើ x ចឹង sin ax លើ x គឺស្មើ a អញ្ចឹង sin 4x លើ x គឺ a របស់យើង4អញ្ចឹង4ការ៉េគឺបាន16ហើយយើងដើម្បីស៊ីសងប្រភេទបានយើងតម្រូវភាពបែកមក16គុណនឹង2បាន32 32ដក1គឺសល់31ចែកនឹង2ចា៎
អានេះគឺជាចម្លើយដែលយើងបានរកឃើញណាអូខេអញ្ចឹងយើងសង្កេតទៅមើលលំហាត់អង្គតិក្រាយើងម្ដងអញ្ចឹងលំហាត់អង្គតិក្រារបស់យើងហ្នឹងគឺទី1 e នេះទាំងអស់គ្នាអាចធ្វើបានទី J នេះក៏ទាំងអស់គ្នាអាចធ្វើបានដែរប៉ុន្តែទី K គឺទាំងអស់គ្នានៅមានកំហុសតិចតួចអញ្ចឹងអ្នកគ្រូសុំកែទី K នេះឲ្យមើលណាអញ្ចឹងយើងចូលទៅមើលលំហាត់ K ទាំងអស់គ្នាចាអញ្ចឹងយើងមាន K ស្មើនឹងអន្តេក្រាលកំណត់ពី0ទៅផៃនៃ sin 2ផៃសំទោស sin 2x ហ្នឹងកន្លែងនេះគេលុបចោលតិច sin 2x ច្រឡំដាក់ sin 2ផៃ sin 2x បូកជាមួយនឹង cos x ណាអញ្ចឹងដើម្បីធ្វើលំហាត់នេះគឺអ្នកគ្រូអនុវត្តនៅរូបមន្ត2ចាគឺរូបមន្តទី1គឺយើងប្រើរូបមន្តអន្តេក្រាលនៃ sin ax បូក b ឬក៏យើងប្រើតែ sin ax ទៅទេក៏បានដែរព្រោះរូបមន្តហ្នឹងវាសំខាន់គឺមេគុណ a នៅពីមុខ x ចឹងអ្នកគ្រូប្រើរូបមន្តអន្តេក្រាល sin ax បូក b dx គឺស្មើនឹងដក1ចែកជាមួយនឹង a កូស 2x កូស ax បូក b កូសអានេះដូច c ទៅវាធំពេកសុំដូរហ្មងបងប្អូនអូខេគឺសុំទៅ c ទៅខៀវវិញណាចាអញ្ចឹងយើងប្រើអន្តេក្រាល sin ax បូក b dx គឺស្មើនឹងដក1លើ a កូស ax បូក b ក៏ប៉ុន្តែវាត្រូវមានបូក c តែដោយសារតែអន្តេក្រាលរបស់យើងឡើយនេះវាជាអន្តេក្រាលកំណត់ចឹងទៅដាក់បូក c ឲ្យមើលទេណាហើយអាទី2នេះអន្តេក្រាលកូស x គឺវាស្មើនឹង sin x អញ្ចឹងយើងជំនួសរូបមន្តយើងចូលតែម្ដងមកអញ្ចឹងនេះគឺអាច c ស្មើជាមួយនឹង sin 2x គឺយើងប្រើរូបមន្តខាងលើនេះស្មើនឹងដក1លើ a អញ្ចឹង a យើងគឺនៅជាមួយ x គឺ2អញ្ចឹងនេះគឺអាច c បានដក1/2នៃ sin 2x សំទោសនៃ cos 2x cos 2x ណាអូខេគុណនឹង cos 2x ចាហើយអន្តេក្រាល cos គឺយើងចេញ sin អញ្ចឹងយើងបូកជាមួយនឹង sin x ចឹងដោយសារតែវាជាអន្តេក្រាលកំណត់ចឹងដូចលោកគ្រូបាននិយាយចឹងអត់មានថែម c មកទេណាដាក់គ្នាបមកហើយយើងដាក់កំណត់ពី0ទៅផាយណាអូខេចឹងយើងចាប់ផ្ដើមចំនួនលេខចូលទៅនេះគឺបានស្មើជាមួយនឹងដកយើងជួបផាយចូលមុនចឹងដក1លើ2គុណជាមួយនឹងកូស2ផាយកន្លែងណាមាន x យើងជួបដោយផាយទៅវាទៅជាកូស2ផាយបូកជាមួយនឹង sin ផាយអូខេ sin ផាយដកជាមួយនឹងខាងក្រោយនេះគឺយើងជំនួស0ចូលណាអូខេគឺជំនួស0ចូលអញ្ចឹងយើងបានដក1លើ2ចានោះវាទៅជាកូស2គុណនឹង0អញ្ចឹងអ្នកគ្រូសូមដាក់កូស0វាតែម្ដងណាកូស0បូកជាមួយនឹង sin 0អូខេ sin 0អញ្ចឹងយើងចាប់ដើមគណនាលេខមកកូស2ផាយគឺវាស្មើជាមួយនឹងតម្លៃ1អញ្ចឹង1គុណនឹង1ដក1លើ2គឺយើងបានដក1លើ2ដដែលហើយអា sin ផាយនេះវា0ហើយអញ្ចឹងនេះគ្រូដាក់មកវិញទេហើយយើងគុណសញ្ញាចូលមកដកគុណនឹងដកគឺបានបូកហើយកូស0គឺស្មើនឹង1អញ្ចឹង1គុណនឹង1លើ2គឺបាន1លើ2ហើយនេះ sin 0គឺ0ហើយអញ្ចឹងយើងបូកដកមកដកផាយលើ2សំទោសដក1លើ2បូក1លើ2គឺ0អញ្ចឹងចម្លើយចុងក្រោយយើងគឺ0ណាអូខេអញ្ចឹងយើងទៅលំហាត់បន្តមួយទៀតគឺលំហាត់ប្របាល់ក៏ទាំងអស់គ្នាធ្វើបានហើយអូខេអ្នកគ្រូសុំកែសម្បត្តិកា differential ណា differential ដោយសារតែទាំងអស់គ្នាច្រឡំ
ច្រឡំត្រង់ថាអ្វីគេឲ្យយើងរកចម្លើយទូទៅនិងរកចម្លើយពិសេសចឹងអ្នកគ្រូឃើញពួកយើងធ្វើអត់ទាន់ត្រឹមត្រូវបានល្អទេចឹងអ្នកគ្រូនឹងកែឲ្យមើលនៅលំហាត់មួយហ្នឹងចឹងយើងចូលទៅមើលលំហាត់មួយហ្នឹងទាំងអស់គ្នាចាអញ្ចឹងសមីការលំហាត់ទី4ហ្នឹងលំហាត់កគេឲ្យយើងរកចម្លើយទូទៅនៃ F កន្លែងហ្នឹងវាមាន2សំណួរណារកចម្លើយទូទៅមួយរកចម្លើយពិសេសមួយអញ្ចឹងរកចម្លើយទូទៅនៃសមីការ F ដោយសមីការ F ហ្នឹងគេប្រាប់មក y សកុងបូក 4y ព្រីមដក 5y ស្មើ0អញ្ចឹងយើងដឹងថាដើម្បីដោះស្រាយសមីការ differential លំដាប់ទី2យើងប្រើតាមសមីការសម្គាល់ណាអញ្ចឹងយើងបានសមីការសម្គាល់យើងមកអញ្ចឹងសមីការសម្គាល់កន្លែង y សកុងនេះយើងបដូរទៅជា r ការ៉េមកអញ្ចឹង r ការ៉េបូកជាមួយនឹង 4r r ព្រីមគឺមានន័យថាយើងតាំងដល់អក្សរ r ដកជាមួយនឹង 5y ស្មើនឹង0 y លេខមានហើយណា1អញ្ចឹងវាមានសល់5ឡើងហ្នឹងអញ្ចឹងវាខ្លាយទៅជាសមីការដឺក្រេទី2អញ្ចឹងយើងដោះស្រាយតាមគុណខ្វែងក៏បានយើងប្រើតាមបេតាក៏បានអញ្ចឹងកន្លែងនេះគឺសុំគុណខ្វែងមកយើងឃើញតម្រង់ r បូកជាមួយនឹង1សំទោស r ដក1កន្លែងនេះយើងបាន r ដក1យើងគុណខ្វែងណានេះគ្រូបានគុណខ្វែងឲ្យមើលទេគ្រូដាក់ចម្លើយតាមដងកន្លែងហ្នឹងណា r បូកជាមួយនឹង5ស្មើនឹង0អញ្ចឹងកាលណាយើងមានផុសគុណកតា2ស្មើ0ទាំងអស់គ្នាអាចទាញបានកតានីមួយៗស្មើ0អញ្ចឹងកតាទី1យើងគឺ r ដក1ស្មើជាមួយនឹង0កតាទី2យើងគឺ r បូកជាមួយនឹង5បូកជាមួយនឹង5ស្មើនឹង0ណាអញ្ចឹងយើងទាញរកតម្លៃ r វិញមួយមកចឹងនេះគ្រូនាំឲ្យអូខេ r នោះយើងបោះ1ទៅនោះទៅគឺយើងទទួលបាន r ស្មើនឹង1ព្រោះដក1បោះទៅបាន1ណាដល់ពេលក្រោមបូក5ពេលយើងបោះទៅគឺវាបានដក5អញ្ចឹងយើងឃើញថាឬរបស់យើងគឺសិតតែជាចំនួនពិតអញ្ចឹងបើវាជាចំនួនពិតចម្លើយរបស់សមីការ differential ចាចម្លើយសមីនេះក៏ខ្ញុំដាក់ថាចម្លើយទូទៅនៃសមីការគឺណាគឺសេបាននឹងទៅគឺជ្រុំមើលណាអូខេអញ្ចឹងមានន័យថាសមីការទូទៅរបស់យើងគឺមានតម្រង់ y ស្មើនឹង a ស្វ័យគុណ a 1គុណនឹង x បូកជាមួយនឹង b បតានឹង ស្វ័យគុណ r 2x ណាអូខេអញ្ចឹងដោយសារតែតម្លៃរបស់យើងមាន2មាន r ស្មើ1និង r ស្មើ15ទាំងអស់គ្នាចង់យកមួយណាមកជួសមុនក៏បានដែរយកមួយណាជាទេតួ r អងក៏បាន r ដូចក៏បានអត់បញ្ហាណាអញ្ចឹងអ្នកគ្រូយកមួយគឺជា r អងចុះអញ្ចឹងយើងបាន សេគុណ1គុណនឹង x គឺយើងបាន a សេគុណ x បូកជាមួយនឹង b ស្វ័យគុណដក 5x ដោយសារតែ r2 យើងយកដក5ចំដក5គុណនឹង x គឺបានដក 5x ណាអានឹងឯងគេហៅថាចម្លើយទូទៅរបស់សមីការ differential អូម៉ូសែនលំដាប់2ដែលយើងដាក់លក្ខខណ្ឌផង AB ហ្នឹងគឺជារបស់ r ឬក៏យើងដាក់ថាវាជាចំនួនថេរក៏បានដែរណាអញ្ចឹងកន្លែងនេះគឺសូមដាក់ថា r AB គឺជារបស់ r បន្ទាប់មកសំណួរទី2គឺគេឲ្យទាំងអស់គ្នាហ្នឹងទៅរកចម្លើយពិសេសគេឲ្យយើងរកចម្លើយពិសេសរបស់សមីការ f ដដែលណារបស់សមីការ f ដដែលអញ្ចឹងគេប្រាប់មកលក្ខខណ្ឌរបស់យើងគឺមាន2ណាលក្ខខណ្ឌរបស់យើងគឺមាន2យើងទៅមើលលក្ខខណ្ឌទី1គឺy 0ស្មើ4និងមួយទៀត y ព្រីមនៃ0ស្មើនឹង1ណាអញ្ចឹងយើងមើលតាមបំរាប់របស់យើងតាមសមត្ថកម្មគឺគេបានប្រាប់ថា y 0ហ្នឹងគឺស្មើ4ហើយមួយទៀត y ព្រីមនៃ0ហ្នឹងគឺស្មើជាមួយនឹង1ណា
ខេចឹងដើម្បីធ្វើលំហាត់នេះមានន័យថាទាំងអស់គ្នាត្រូវទៅរកមេគុណ AB នេះ AB ដែលវាបានជាប់ពីខាងលើមកអញ្ចឹងតើយើងរក AB នឹងឃើញបានអានឹងវាคล้ายទៅជាចម្លើយពិសេសរបស់សមីការ F នឹងណាអញ្ចឹងយើងឃើញថា y មាន0ស្មើ4កន្លែងនេះមានន័យថា x ស្មើ0 y ស្មើ4ហើយ y ព្រីមនៃ0ស្មើ1មានន័យថា x ស្មើ0 y ស្មើ1ប៉ុន្តែកន្លែងនេះគឺយើងត្រូវការ derivative ទី1ប៉ុន្តែយើងមានតែ y ទេអញ្ចឹងយើងទៅរក y ព្រីមមកអញ្ចឹងនេះគឺដាក់ថានាំឲ្យ y ព្រីមស្មើនឹងសេគុណ x ទាំងអស់គ្នា derivative មកគឺបាន a សេគុណ x ដដែលព្រោះ derivative សេគុណ x គឺនៅតែសេគុណ x ដដែលហើយ derivative សេគុណដក 5x គឺបានមេគុណតម្លាក់មកគឺបានដក5គុណជាមួយនឹង b គុណជាមួយនឹង b ស្វ័យគុណដក 5x ណាសេគុណដក 5x ចា៎អញ្ចឹងយើងឃើញ derivative ហើយអញ្ចឹងអ្នកគ្រូជួសមកករណីអញ្ចឹងអ្នកគ្រូដាក់ថាបើ x ស្មើនឹង0 x ស្មើ0យើងយកវាទៅចំនួននៅក្នុង y ចឹងយើងសេមកចំនួន y របស់យើងគឺស្មើនឹង a ស្វ័យគុណ x បូកជាមួយនឹង b ស្វ័យគុណដក 5x ណាចឹងកន្លែងណាមាន x ទាំងអស់គ្នាចំនួនដោយ0ហើយកន្លែងណាមាន y ទាំងអស់គ្នាចំនួនដោយ4នេះអញ្ចឹងអ្នកគ្រូបាន4ស្មើជាមួយនឹងសេគុណ0គឺស្មើនឹង1អញ្ចឹង1គុណនឹង a បាន a បូកជាមួយនឹងកន្លែងនេះជួស0ចូលអញ្ចឹង0គុណដក5បាន0អញ្ចឹងសេគុណ0ស្មើ1គុណនឹង b គឺបាន b អញ្ចឹងមានន័យថាសមីការទី1យើងគឺបាន a បូក b ស្មើនឹង4គឺដាក់ថាគឺក៏យើងអាចសរសេរត្រឡប់ទៅដើម្បីទាំងអស់គ្នាស្រួលមើលគឺមានន័យថា a បូកជាមួយនឹង b គឺស្មើជាមួយនឹង4ណាអូខេអានឹងយើងចាត់ទុកវាជាសមីការទី1មកករណីទៀតគឺយើងយកបើ x ស្មើនឹង0ដដែលលើកនេះទាំងអស់គ្នាដឹងទេថាវាជួសនៅក្នុងណាចានៅក្នុង derivative នេះណា y ព្រីមនេះអញ្ចឹងយើងចំនួននៅក្នុង derivative មកទាំងអស់គ្នាសេថាបើ x ស្មើ0យើងចំនួននៅក្នុង y ព្រីមម្ដងដែល y ព្រីមរបស់យើងហ្នឹងគឺយើងបានរកឃើញស្មើនឹង a ស្វ័យគុណ x ដក 5b ស្វ័យគុណដក 5x ណាអញ្ចឹងកន្លែងណាដែលមាន y ព្រីមនេះយើងជួសដោយ1យកតែម្ដងមកហើយកន្លែងណាដែលមាន x គឺយើងចំនួនដោយ0អញ្ចឹងអានេះសេគុណ0ស្មើ1គុណនឹង a គឺយើងបាន a អានេះសេគុណដក5គុណនឹង0បានសេគុណ0អញ្ចឹងសេគុណ0ស្មើ1គុណជាមួយនឹងដក 5b គឺវានៅតែដក 5b អញ្ចឹង1ស្មើនឹង a ដក 5b ឬក៏អ្នកគ្រូអាចសរសេរត្រឡប់ឲ្យពួកយើងងាយមើលគឺបាន a ដកជាមួយនឹង 5b ស្មើនឹង1វិញណាអូខេស្មើ1អញ្ចឹងអានេះយើងចាត់ទុកវាជាសមីការទី2ណាអញ្ចឹងយើងចាប់ផ្ដើមយក1និង2ហ្នឹងយកមកចងជាប្រព័ន្ធសមីការមកព្រោះវាមាន2អញ្ញត្តិអញ្ចឹងយើងដោះស្រាយតាមប្រព័ន្ធសមីការរបស់យើងអញ្ចឹងគ្រូដាក់ថាយក1និង2អញ្ចឹងយើងបានជាប្រព័ន្ធសមីការមកអញ្ចឹងយើងបាន a បូកជាមួយនឹង b ស្មើ4ហើយមួយទៀតគឺ a ដកជាមួយនឹង 5b ស្មើនឹង1
chẳng là bay con của bạch bán để kêu con nâng là lừ đọ mùi đó cái trong bạch tụ a đó cho nên cái con nâng là lừ đọ mùi đó hay dân dù viêm máu bù cái chụp liền á thì những bù chụp thì máu đọ mùi con đọ a bộ á sùn đọ con nâng bế bạn đọ bế đọ làm bế vì phải chị đọ làm mùi bề smile cho mùi nâng buôn con nâng đọ muối cứ bạn đọ buôn lục muối cứ smile nâng đọ bầy chấm những ai kia rồi bì những bán là những bọt độ của mùi từ ăn thì tì tới ở những ban làm lại bé khi smile nướng độ bấy chay cho mùi nướng độ của mùi nhé chẳng độ đó những ai sử dụng bán hay bay trong vùng mỗi những ai sử dụng bán tiếp bị về bán mùi lửa tì nhé chẳng bao bì khi mùi lửa tì hái dương dầu bì nó vô từ chùm nùa tử chua mong xong cao mùi nạ và bạn đách không trường nóng vì nướng đây là một kịch thang vì nghi xua sầm rạp tập đi đi đâu đồng lại bé trái này kêu dụ base mà là mùi lục tì nít này kêuจะ xây đã tha chùm lúa tràn chùm lúaในขนมสมัยกาตีตีมวยcho nè củaตีmùi vậy mình mấy con ấy những con này tránh chùm lúa không sมัยกาตีมวยnhững đã vào vầy máu bô chùm mùi nồng tụ bé cứ từng ọc nên chùm lúa đói mùi lục tì mà hới smile chùm mùi nắng buồn nè ok chắc đồng bi tiên đồ á tôi học niệm bọc mùi lực pi tới khi những bàn á smile cho mùi nắng buồn đo ỏi mùi lực pi chắc đồng bi si son tập hiện được bán cứ tôi học nhiều đồng thời hiện bài nó buồn con đồng pi ban cùng bảy con đồng đỏ chúng tôi cùng bảy đòi muối cứ smile nắng một phần chấn dân khi nằm lại b vào dương mùi lực pi hơi a vào dương cứ khơi phần là pì chẳng nó bay khơi a bay hay học đi vô tử vợ ấy tiệt vô vì môi trường nước nóng a xong bài ca riêng tụ tờ bởi dương đại bàn chập a b nữa nè chẳng nguyên slide nó được ní trong lại thì xe nhé được ní trong lại thì xe được qua xong bài ca ép giới cứ in cái đấy mà nắng cùng phần là pì con cho mùi nắng sẽ còn ếch bô cho mùi nắng mùi lực phí con cho mùi nắng phải cuốn pram ếch sẽ con đọ pram ếch nhé chắc là ấy cả hai thái trong lại thì xe được quá xong mình cả ếch nhé chắc là lòng hạt bảo dương miên một phần nắng hay tuy nhiên làm hạt trên nâng tiết còn tại cô sẽ tham kia trong này về đường chủ đài thấy chân chăm sau của mán nên cô tục hơi nông video rồi và tỏ tiết tập học nên dùng cùng thịt tạm tàn được thế hai đồng nhiên trong ngon từ lại nát tập học này ai comment là thành công người bạn á xong một con xong chụp được tiết xong chụp nên là video đầu tiên